ចង់ប្រើសាប៊ូដោយចំណេញលុយអាចប្រើបានតែមុខហើយនឹងខ្លួនទៀតតែមកអាចជ្រើសរើសប្រើជាមួយនឹងខោ beauty soap នេះបានជាប្រភេទសាប៊ូដែលអាចលាបសម្អាតបានទាំងមុខហើយនឹងដងខ្លួនប្រើនៅលើមុខអីគឺអត់មានផលប៉ះពាល់អីទេអ្នកទាំងអស់គ្នាជាប្រភេទសាប៊ូដែលផ្សំមកពីទឹកដោះគោដែលហេតុដែលជប៉ុនចូលចិត្តប្រើជាមួយនឹង brand មួយហ្នឹងដោយសារតែតម្លៃធូរហើយគុណភាពល្អផលហើយគេ recommend ឲ្យប្រើតជំនាន់គ្នាហ្មងមានលក់នៅលើប្រទេសជប៉ុននឹង100ឆ្នាំជាងណាអ្នកទាំងអស់គ្នាហើយផលិតផលមួយហ្នឹងក៏ trending នៅក្នុងស្រុកគេដែលបើកាលឆ្នាំមុនវិញគឺគេវែកញ៉ាំជាមួយនឹងសាប៊ូមួយហ្នឹងខ្លាំងមែនតើសម្រាប់ក្លិនគេវិញគឺឈ្ងុយគួរឲ្យចង់ញ៉ាំហ្មងពពុះសាប៊ូគេវិញចេញមកឡើងដូចជាប្រភេទគ្រីមចឹងហើយលាងសម្អាតទៅលើដងខ្លួនអីគឺលាងសម្អាតបានជ្រះល្អខ្លាំងមែនតើធ្វើឲ្យស្បែកយើងស្ងួរបន្ទាប់ពីលាងហើយគឺធ្វើឲ្យមានអារម្មណ៍ហាត់ទន់ណាឡងមានសំណើមហើយក្លិនក៏អូបជាប់ស្បែកទៀតផងសម្រាប់ពណ៌ក្រហមហ្នឹងក្រៅពីក្លិនទឹកដោះគោក៏គេមានបន្ថែមជាមួយនឹងក្លិនផ្កាកាឡាផងដែរហើយគឺផ្ដល់សំណើមស្ដោះស្បែកបានខ្ពស់ល្អខ្លាំងមែនតើអញ្ចឹងស័ក្តិសមសម្រាប់អ្នកគាត់មានបញ្ហាស្បែកដែលស្ងួរហើយនឹងធម្មតាគាត់អាចជ្រើសរើសប្រើពណ៌ក្រហមបានពណ៌ខៀវវិញក្លិនគេបែប fresh ហើយផ្ដល់សំណើមគឺមកល្មមស័ក្តិសមសម្រាប់អ្នកគាត់មានបញ្ហាស្បែកធម្មតាទៅស្បែកភេគឺគាត់អាចជ្រើសរើសប្រើពណ៌ខៀវសាប៊ូពីរហ្នឹងគឺមានក្លិនឈ្ងុយដូចគ្នាក្លិនរបស់គេគឺមួយយ៉ាងម្នាក់សំខាន់គឺអាចប្រើបានទាំងមុខហ្នឹងហ្មងលាងសម្អាតនៅលើស្បែកមុខហ្នឹងបានយ៉ាងល្អហ្មងសំខាន់ពេលដែលលាងហើយគឺជួយឲ្យស្បែកមុខទន់អាឡូមានសំណើមហើយក៏ភ្លឺដែរកាត់បន្ថយបញ្ហាស្បែកស្អាតដែរដូចជាអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងក្មេងដែលមានអាយុ3ឆ្នាំឡើងទៅក៏អាចប្រើប្រាស់ជាមួយនឹងសាប៊ូខោប្រែមហ្នឹងបានដែរបើអូនមានអាយុក្រោម3ឆ្នាំទៀតតែ recommend ឲ្យប្រើជាមួយនឹង baby soap ហ្នឹងហ្មងប្រភេទហ្នឹងគឺប្រែមជាមួយគ្នាអ្នកទាំងអស់គ្នាប្រើបានទាំងមុខហើយនឹងដងខ្លួនសម្រាប់តម្លៃគេវិញក៏ល្អដូចគ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹងប្រែមរបស់ជប៉ុនមកប្រភេទនេះអាចរកទិញបាននៅក្នុងហាង Lazada យើងទាំងពីរសាខាបានដែលមានទីតាំងនៅបឹងកេងកងមួយនិងនៅពេញហួតបឹងស្នោទាំងអស់គ្នាក៏អាចធ្វើការឆាតចូល page TikTok Instagram ដើម្បីធ្វើការកម្មអនឡាញក៏បានដែរ